ខ្ញុំប៉ុណ្ណឹងដល់ថ្នាក់តារាទៅហើយមិនទុកចិត្តអីទៀតតារាមែនក៏ប៉ុន្តែខ្លួនឯងអត់ស្គាល់ស្អីទៅរបៀបធ្វើអាជីវកម្មមួយដែលអតិថិជនគេទុកចិត្តផងហ្នឹងតារាផ្សេងតាដល់ពេលអតិថិជនគេទុកចិត្តផ្សេងខ្ញុំឃើញអ្នកលក់ម្នាក់ហើយគាត់ថាគាត់ជាតារាផងបានត្អូញត្អែហើយខឹងអតិថិជនដែលគាត់លក់ដូរតាមរយៈសេវា COD តែអតិថិជនអត់មានការទទួលខុសត្រូវតើតើនឹង COD នេះយើងមិនបដិសេធទេប៉ុន្តែសម្រាប់ខ្ញុំមុននឹងធ្វើបែប COD ហ្នឹងគឺទាល់តែខ្ញុំច្បាស់ថាភាគរយច្រើនណាអ្នកនឹងគឺនឹងទិញបានជាខ្ញុំធ្វើប៉ុន្តែបើសិននៅក្នុងរឿងហ្នឹងដែរបើសិនមានការបញ្ជាទិញតាមរយៈ COD ច្រើនអាហ្នឹងសម្រាប់ខ្ញុំវិញខ្ញុំថាអ្នកលក់ហ្នឹងមានបញ្ហាហើយបាទតើយើងនិយាយនេះគឺនិយាយឲ្យចាប់អារម្មណ៍បបែការចាប់អារម្មណ៍ឬក៏យ៉ាងណាអត់ទេការពិតអ្នកលក់នឹងមានបញ្ហាហើយគឺអត់ខ្លាំងទេអ្នកលក់អញ្ចឹងអ្នកលក់ដែលខ្លាំងគឺភាគច្រើនគេមិនប្រើសេវា COD នឹងទេក៏ប៉ុន្តែខ្ញុំសូមដកចេញនៅការលក់បោះដុំបោះអីមិនមែនជាការលក់ដូចរបៀបយើងលក់អនឡាញសប្តាហ៍ថ្ងៃហ្នឹងណាការលក់បោះដុំមែនអាហ្នឹងរឿងក្រុមហ៊ុនអីហ្នឹងផ្សេងទេអាហ្នឹងការចែកចាយទៅតាមសាខាគេអាហ្នឹងផ្សេងណាតែខ្ញុំនិយាយនេះខ្ញុំនិយាយតាក់ទងនឹងរឿងយើងលក់អនឡាញរាល់ថ្ងៃអញ្ចឹងកាលណា COD ច្រើនហ្នឹងគឺបញ្ហាហើយដូច្នេះហើយបានជាការកសាងនៅទំនុកចិត្តសម្រាប់អតិថិជនគឺជារឿងសំខាន់ណាស់ខ្ញុំឃើញគេនិយាយបង្ហាញមុខបង្ហាញអីមុខខ្ញុំប៉ុណ្ណឹងដល់ថ្នាក់តារាទៅហើយមិនទុកចិត្តអីទៀតតារាមែនក៏ប៉ុន្តែខ្លួនឯងអត់ស្គាល់ស្អីទៅរបៀបធ្វើអាជីវកម្មមួយដែលអតិថិជនគេទុកចិត្តផងហ្នឹងតារាផ្សេងតាដល់ពេលអតិថិជនគេទុកចិត្តផ្សេងហើយនឹងមួយទៀតណាគឺតកតងទៅនឹងការចេះមើលអតិថិជនរបស់ខ្លួនឯងមើលចិត្តអត់ចេះមើលដែរហ្នឹងមិនប្រកាសថាតារាចេះមើលចិត្តអតិថិជនណាចេះទេដល់តែខ្វះរឿងពីរហ្នឹងគឺធ្វើឲ្យមានបញ្ហាអញ្ចឹងមកបាទឥឡូវយើងត្រឡប់មកនិយាយពីរឿងការកសាងទំនុកចិត្តវិញខ្ញុំភ្ជាប់ទៅនឹងប្រធានបទមួយត្មងតាមពិតខ្ញុំថាត្រូវលើកមកប្រធានបទមួយផ្សេងទៀតតែដូចជាស្តៀងគ្នាទៅខ្ញុំក៏ភ្ជាប់ទៅត្មងទៅដូចថាបច្ចុប្បន្ននេះឱកាសក្នុងការល្បីអីបងប្អូនមើលទៅដូចងាយល្បីមែនតើហ្មងដោយសារតែអ្នកលក់ក៏អាចជាអ្នកទិញហើយអ្នកទិញគឺជាអ្នកទិញដល់ពេលបូកបញ្ចូលពីរហ្នឹងទៅអតិថិជនគឺច្រើនមែនតើអ្នកលក់ដូចថាសឹងថាបែបម៉េចក៏អាចលក់បានដែរឥឡូវឲ្យតែរបស់ហ្នឹងអ្នកដទៃហ្នឹងគេត្រូវការអ្នកលក់មិនក៏គេលក់បានដែរអញ្ចឹងមានន័យថាយើងអាចនិយាយទីផ្សារអនឡាញឥឡូវអឹកអធឹកបាទប៉ុន្តែអឹកអធឹកអញ្ចឹងបន្តិចទៀតទៅអ្នកដែលផ្លេចខ្លួនមិនបានសាងនៅទំនុកចិត្តគឺថានេះជាគំរូដូចតារាម្នាក់នេះអញ្ចឹងដូចអញ្ចឹងហ្នឹងគំរូឯហ្នឹងគំរូឃើញអញ្ចឹងអត់បានសាងនៅទំនុកចិត្តអីអត់មានសមត្ថភាពក្នុងការមើលស្គាល់អតិថិជនតើស្ដាប់សម្ដីអីអតិថិជនមិនហ្នឹងគឺអតិថិជនហ្នឹងគួរឲ្យទុកចិត្តបានអត់ឧទាហរណ៍ថាខ្ញុំជាអ្នកលក់ខ្ញុំនិយាយទៅគេអត់ដែលស្គាល់ខ្ញុំទេហើយនឹងសម្លេងមួយទៀតគឺជាអ្នកដែលបោកតាមអនឡាញឧទាហរណ៍បោកឲ្យស្អីគេឲ្យបង់លុយតាមធនាគារអីចឹងដែលគេចាប់បង្ហាញមុខបង់លុយតាមធនាគារអីអញ្ចឹងកង់បងចេះឲ្យបងត្រូវថែមប៉ុណ្ណេះអញ្ចឹងតម្រង់សម្លេងខុសគ្នាតម្រង់សម្លេងឧបមាថាសម្លេងបែបខ្ញុំឬក៏សម្លេងបែបបងប្អូនណានោះគឺជាប្រភេទតម្រង់សម្លេងដែលភ្ញៀវមានទំនុកចិត្តដល់ពេលតម្រង់សម្លេងរបស់ពួកអាម៉ោកគឺជាតម្រង់សម្លេងយើងស្ដាប់មកគឺលលនិយាយអីអត់ស្រួលហ្មងយើងស្ដាប់មកដឹងហ្មងចុះយើងទាំងអស់គ្នាលឺអីតើឲ្យតម្រង់សម្លេងវាតម្រង់សម្លេងបែបហ្នឹងគឺជាតម្រង់សម្លេងបោកហើយមួយទៀតតម្រង់សម្លេងស្តៀងពួកហ្នឹងពួកតនុយតាអាវធំពួកតនុយតាអាវធំហ្នឹងក៏តម្រង់សម្លេងប្រភេទហ្នឹងក៏តម្រង់សម្លេងបោកដែរឧទាហរណ៍ថា
ប្រព័ន្ធ network មិនដឹងក្បាលនឹងកតុយនៅណាណីនោះទម្រង់សម្លេងបែបហ្នឹងក៏ទម្រង់សម្លេងមានបញ្ហាដែរដូចគ្នាខ្ញុំចង់និយាយតាក់ទងនឹងអតិថិជនតើចេះស្ដាប់ទម្រង់សម្លេងភ្ញៀវមួយនេះគឺជាភ្ញៀវដែលស្រឡាញ់ចូលចិត្តរបស់យើងចង់បានរបស់យើងពិតប្រាកដមែនអត់តើស្ដាប់ដឹងអត់ស្ដាប់យល់អត់ស្ដាប់ទៅដឹងអត់ដឹងចិត្តអតិថិជននឹងអត់ចង់បានផលិតផលរបស់យើងមែនអត់បើអត់ចេះស្ដាប់ផងអ្នកនិយាយលេងឬអ្នកនិយាយមែនសួរម្ដងចេះម្ដងចុះឬមិនគាត់ថាយើងម្ដងពីរដងអីយើងចាប់ចំណុចបានហើយយើងចាប់ចំណុចបានហើយអត់ស្រួលទេភ្ញៀវនេះបាច់ឆាទៅទេអាហ្នឹងហើយតាក់ទងនឹងការកំណត់ការស្គាល់ភ្ញៀវហើយវាមានច្រើនលើសនឹងបទពិសោធន៍របស់បងប្អូនដែលជាអ្នកលក់អនឡាញបងប្អូនដឹងច្រើនណារឿងហ្នឹងមិនបាច់ខ្ញុំប្រាប់ក៏បានដែរសម្រាប់ជាពិសេសអ្នកជើងចាស់ត្រឡប់មកវិញឃើញថាការលក់អនឡាញវាច្រើនមែនអីមែនក៏ប៉ុន្តែឃើញកាលណាយើងអត់ស្គាល់របៀបក្នុងការសាងទំនុកចិត្តហើយអត់បានសាងទំនុកចិត្តគឺជួបដូចករណីម្នាក់ហ្នឹងដែលថាខ្លួនជាតារាហ្នឹងដូចអញ្ចឹងគឺដូចអញ្ចឹងតែសម្រាប់អ្នកដែលគេសាងទំនុកចិត្តដល់អតិថិជនហើយគេមាន style របៀបលក់ដូររបស់គេឧទាហរណ៍ថាមិនយកទេបើមិនយកបងឯងជួយផ្ញើខ្ញុំមកចាំដល់ខ្ញុំឲ្យលុយ COD ឲ្យខ្ញុំមកចាំដល់ខ្ញុំឲ្យលុយសម្រាប់ style អ្នកលក់ផ្សេងទៀតគឺគេអត់ចឹងទេគឺគេយកខ្លួនគេឲ្យភ្ញៀវទុកចិត្តមកបើថាបងឯងមិនទាន់ទិញមិនទុកចិត្តទេសូមបងឯងតាមដានខ្ញុំបន្តទៀតទៅហើយមានរបៀបនិយាយច្រើនណាស់ដើម្បីឲ្យភ្ញៀវពិតជាបន្តតាមដានហើយយើងក៏នៅតែដើរតួជាអ្នកលក់តរហូតអីចឹងទៅដល់យូរគេស្គាល់ហើយអាហ្នឹងគេទិញមែនតើមិនបាច់ឲ្យយើងផ្ញើ COD ស្អីទេអានេះរបៀប style ក្នុងការលក់ដូរដល់ពេលខ្លះករណីខ្លះចង់បានលុយគេហើយអត់ស្គាល់ភ្ញៀវនឹងផងផ្ញើចេះតែផ្ញើអាហ្នឹងមកពីខ្លួនឯងសោះហ្នឹងដល់ពេលចុងក្រោយមកល្អបណ្ដោយ